Voice Cambodia ឧបត្ថម្ភផ្ដាច់មុខដោយស្រាបៀរកម្ពុជាស្រាបៀរជាតិមោទនភាពជាតិចាខ្ញុំបាទឈ្មោះឡាយសៀអាយុ20ឆ្នាំជាសិស្សម្នាក់រៀននៅសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញម្ដាយរបស់ខ្ញុំដែលជាមេបន្ទុកគ្រួសារនោះគឺគាត់មិនបានអនុញ្ញាតឲ្យខ្ញុំចូលវិស័យសិល្បៈដែរទេប៉ុន្តែផ្ទុយទៅវិញខ្ញុំបានបោះបង់នៅការស្រមោលស្រមៃរបស់ខ្ញុំក៏បានលួចទៅទិញនៅឧបករណ៍ភ្លេងមួយដែលហៅថាហ្គីតានោះមកយកមកលេងខ្លួនឯងចឹងបានន័យថាមិត្តភ័ក្តិដែលចិត្តស្និទ្ធជាងគេគឺជាហ្គីតាមែនទេបាទជួនកាលក៏អាចមាន stress ដែរអញ្ចឹងហ្គីតាដែលជាអ្នកកាត់បន្ថយខ្ញុំបានហើយសប្បាយចិត្តໄວដូចជាភពថ្មីមួយទៀតអញ្ចឹងដូចជាឡើងឆាកមួយដែលខ្ញុំមិនដែលឡើងសោះខ្ញុំរីករាយនឹងទទួលយកបទពិសោធន៍ពីខូចទាំង4ហើយខ្ញុំសង្ឃឹមថាគាត់នឹងចុចយកខ្ញុំហើយខ្ញុំនឹងខំប្រឹងឲ្យអស់ពីសមត្ថភាពតែម្ដងឡាយសៀឈ្មោះចិនតែជាងអង់គ្លេសព្រោះហ่าមកពីណាដែរអូនស្រុកកំណើតនៅណាភ្នំពេញបងរាជធានីភ្នំពេញដូចគ្នាអ្នកភ្នំពេញណោះអ្នកភ្នំពេញនិយាយខ្មែរនិយាយភាសាយើងច្បាស់ហ្មងមិនបាច់ដើរទេណាតែងហ្មងច្បាស់តែងហ្មងចារាល់ថ្ងៃនៅរៀនឬក៏នៅសិក្សាឬក៏ធ្វើការអីដែរអូនរាល់ថ្ងៃនៅរៀនសិក្សាដូចគ្នាតើកញ្ញាចាក៏ចង់សួរពីតានៅសិក្សាណោះសប្បាយចិត្តអត់មកដល់ឆាក The Voice សប្បាយចិត្តខ្លាំងមែនតែនបងខ្លាំងមែនតែនណោះហើយត្រៀមទុកយូរណោះតម្រាំបានបាទខ្លាំងត្រៀមសឹងតែរាល់ថ្ងៃហ្នឹងបងរាល់ថ្ងៃណោះបងហាត់រាល់ថ្ងៃហើយបងចាស់ច្រៀងប្រហែលឆ្នាំហើយនិយាយទៅដូចជា 3-4 ឆ្នាំហើយបង3-4 ឆ្នាំហើយណោះបាទសម្លេងបងប្អូនល្អភាសាអង់គ្លេសធម្មតាយើងមិនស្រួលច្រៀងទេធម្មតាយើងខ្មែរណាភាសាខុសគ្នាចាដល់ពេលតែបងប្អូនច្រៀងបទអង់គ្លេសបានល្អហើយចេះច្រៀងបទខ្មែរអត់ខ្ញុំដូចជាអត់បានយកមកតាមចេះច្រៀងបងមិនដឹងចេះច្រៀងណាខ្ញុំច្រៀងបទខ្មែរណោះអញ្ចឹងស្វាគមន៍បើសិនជាអូនចូលមកក្នុងក្រុមអោកសកុនកញ្ញាអរគុណបងចានេះខ្ញុំកំពុងតែមានអារម្មណ៍បាត់បង់បាត់ទៅហើយ
យ៉ាងណាក៏ដោយនេះខ្ញុំពេញចិត្តតែស្ដាយចង់ពេកនឹងឥឡូវត្រូវបាត់ចាអរគុណគឺយ៉ាងណាក៏ដោយអូនមានខូចរបស់យើង2នាក់ចា ឃើញថាពេលដែលបងអូនបញ្ចេញសម្លេងពីដំបូងមកសម្រាប់ទឹកដមក៏ដូចជា style នៃការច្រៀងរបស់បងអូនជាភាសាអង់គ្លេសគឺថាល្អបាយមកដល់ឃើញអាយុប្រហែលហើយ